ទ្រង់កំពុងគង់នៅក្នុងព្រៃស្វាយរបស់នាងឯណោះទីនេះហ៎នៅក្នុងព្រៃយើងត្រូវតែជួបព្រះអង្គជាបន្ទាន់ហើយប៉ុន្តែអ្នកណាក៏និយាយដែរថាព្រះអង្គខ្វល់ខ្វាយស្រីស្អាតហើយព្រះអង្គមានមុនស្នេហ៍ទេព្រះអង្គជារាណាស់ទៅហើយណាយើងនឹងច្បាស់ណាស់ឯងយល់ទេភាពស្រស់ស្អាតនិងភាពគួរឲ្យស្រឡាញ់វាត្រូវបាត់បង់វាពិតជាមានអ្វីថិតថេរព្រះពុទ្ធជាម្ចាស់ពិតជាដឹងហើយថាយើងនឹងស្វែងរកត្រៀមរទេសស្អីយើងភ្លាមមនុស្សដែលស្រីឃ្លានលើជីវិតដែលគ្មានការប្រុងប្រយ័ត្ននឹងរីកចម្រើនដោយសត្វជើង4គេនឹងលោតពីជីវិតមួយទៅជីវិតមួយដូចគ្នានឹងសត្វតូចដែលលោតពីដើមឈើមួយទៅដើមឈើមួយរកផ្លែឈើព្រះអង្គដ៏ចម្រើនខ្ញុំម្ចាស់អម្ពៈបល័យជាស្រីស្អាតប្រចាំស្រុកខ្ញុំម្ចាស់ភ្លក់រសជាតិស្រស់បំព្រងនិងភាពសប្បាយលើលោកនេះយ៉ាងល្អប៉ុន្តែខ្ញុំទទួលការឈឺចាប់ការអផ្សុកនិងភាពទទេស្អាតអ្នកនាងត្រូវគ្រប់គ្រងរាងកាយនិងផ្លូវចិត្តខ្ញុំម្ចាស់គួរតែធ្វើបែបណាទៅត្រូវពន្លត់ការប្រកាន់ខ្ជាប់លើការប្រាថ្នាការស្រេកឃ្លាននិងអំពើអាក្រក់វឹកវើទង្វើខាងកាយវាចាចិត្តឲ្យបានល្អមែនហើយព្រះអង្គខ្ញុំម្ចាស់នឹងធ្វើតាមខ្ញុំម្ចាស់នឹងហាត់ចំពោះទង្វើដែលល្អខ្ញុំម្ចាស់សូមនិមន្តព្រះអង្គជាមួយនឹងព្រះភិក្ខុទៅទទួលចង្ហាន់នៅផ្ទះខ្ញុំម្ចាស់យើងនឹងនិមន្តទៅផ្ទះនាងមុនព្រះអង្គមិនអាចទៅឆានផ្ទះនោះបានទេព្រះអង្គធ្លាប់ជាព្រះរាជបុត្រាព្រះអង្គទៅឆានផ្ទះស្រីផ្កាមាសមិនកើតទេព្រះអង្គត្រូវតែទៅឆាននៅផ្ទះទូបង្គំសូមខមាទោសឲ្យខ្ញុំម្ចាស់ផងខ្ញុំម្ចាស់មិនបានយល់ថាព្រះអង្គមិនអាចទៅឆាននៅផ្ទះខ្ញុំម្ចាស់បាននៅក្នុងព្រះគម្ពីរធម៌គ្មានព្រះបុត្រាស្រីស្អាតនៅក្នុងក្រុងស្អែកនេះយើងនឹងទៅឆានអាហារនៅផ្ទះរបស់នាងអរព្រះគុណព្រះអង្គហើយអរព្រះគុណព្រះអង្គហើយ80ឆ្នាំក្រោយមកភិក្ខុទាំងឡាយចូលតាំងចិត្តស្ដាប់ឲ្យបានល្អនាពេលចាប់3ខែបន្ទាប់ពីនេះយើងនឹងចូលនិព្វានហើយចូលនិព្វានព្រះអង្គចូលនិព្វានហើយស្រេចតែព្រះអង្គដ៏ចម្រើនដើម្បីភាពស្មោះត្រង់ស្រស់បំព្រងទេវតានិងមនុស្សសូមឲ្យទ្រង់មានព្រះជន្មបន្តទៀតផងបានហើយអានន្ទកុំសុំអ្វីពីយើងទៀតពេលវេលាសម្រាប់សុំបានកន្លងផុតទៅហើយតើទូបង្គំធ្វើបែបណាបើទ្រង់ចូលនិព្វានហើយនោះអានន្ទអើយធម៌ដែលយើងនិយាយមិនមែនជារឿងអាត់កំបាំងទេយើងមិនមែនជាគ្រូដែលហួងហែងវិជ្ជាចូលឧស្សាហ៍ព្យាយាមយកចិត្តទុកដាក់សាងអំពើល្អអ្នកណាមានគំនិតលើផ្លូវល្អហើយរស់នៅដោយការមិនប្រហែសនៅក្នុងព្រះធម៌នោះអ្នកនោះនឹងអាចគេចផុតពីវាលវដ្តសង្សារការស្លាប់រស់ហើយបញ្ចប់នៅទុក្ខយើងនឹងសម្រាកក្រោមដើមឈើនេះមើលនោះដើមរៀងគ្រប់ដណ្ដប់ទៅដោយការដ៏ស្រស់បំព្រងមិនមែនជារដូវកាលរបស់វាពិសេសមែនតែនមើលចុះការនោះធ្លាក់ចុះមកពីលើមេឃទៀតផងនោះមើលហើយភិក្ខុទាំងឡាយចាត់ទុកថាជារឿងដ៏ពិសិដ្ឋគួរឲ្យគោរពគួរឲ្យកោតខ្លាចហើយគួរឲ្យគោរពលោកអនុណាខ្ញុំចង់ជួបព្រះពុទ្ធជាម្ចាស់បានហើយលោកសុផាថៈឈប់រំខានទ្រង់ទៅទ្រង់ហត់ហើយអស់កម្លាំងខ្លាំងណាស់អានន្ទអើយកុំហាមសុផាថៈអីឲ្យគេចូលមកនិយាយចុះទូបង្គំមានរឿងសង្ស័យមានអ្វីសុផាថៈទ្រង់ដ៏ចម្រើនសាសនាផ្សេងមានអ្នកប្រណិប័តល្អហើយប្រព្រឹត្តខ្លួនល្អណាស់ក៏ប៉ុន្តែលើកស្ទួយសាសនារបស់យើងពិសេសជាងសាសនាផ្សេងទៅទៀតត្រឹមត្រូវហើយដូច្នេះហើយយើងស្វែងរកសាសនាត្រឹមត្រូវបានបែបណាទៅព្រះអង្គមនាលសុផាថៈសាសនាក្នុងរូបភាពផ្សេងសុទ្ធតែសមគួរហើយបើសាសនាទាំងនោះមានការប្រៀបធៀបខទាំង8ព្រោះខទាំង8ចាត់ទុកថាជាសច្ចធម៌របស់ចក្រវាលគ្រប់បែបយ៉ាងសុទ្ធតែជាអនិច្ចំមិនទៀងទាត់និព្វានអាចទៅដល់ដោយការព្យាយាមតែប៉ុណ្ណោះព្រះសម្មាសម្ពុទ្ធទ្រង់ចូលបរិនិព្វាននៅក្នុងថ្ងៃអង្គារពេញបុណ្យមីខែពិសាខឆ្នាំម្សាញ់ដែលគឺជាថ្ងៃចាប់មាននៅពុទ្ធសករាជក្នុងសកលលោកខ្ញុំប្រកាសណាអាត្មាភាពប៉ែនវិបុលបច្ចុប្បន្នជាសាមណសិស្សពុទ្ធិកវិទ្យាល័យព្រៃវែងសូមធ្វើការខន្តីអភ័យទោសរាល់កំហុសឆ្គងដែលកើតចេញអំពីការរៀបរៀងប្រែជាភាសាខ្មែរ
ដោយសារតែផ្ទៃនៃពុទ្ធប្រវត្តិនេះមិនបានឆ្លុះបញ្ចាំងទាំងស្រុងទៅតាមគម្ពីរបត្រៃបិដកខ្មែរនោះទេហេតុនេះសូមវិញ្ញូជនទាំងឡាយមេត្តាខន្តីនិងអភ័យទោសហើយជាចុងក្រោយសូមលើកឡើងនូវបុណ្យកុសលប្រគេនចែកជូនដល់ព្រះគុណម្ចាស់ក៏ដូចជាអស់លោកអ្នកសូមឲ្យបានជួបប្រទះទៅនឹងពុទ្ធពរទាំងឡាយ4ប្រការអាយុវណ្ណៈសុខៈនិងពលៈព្រមទាំងសម្បត្តិទាំងឡាយ3ប្រការសម្បត្តិមនុស្សសម្បត្តិទេវតានិងសម្បត្តិអស្ចារ្យគឺសម្បត្តិព្រះនិព្វានកុំបីអខានឡើយសូមអនុមោទនាណដ្ឋិសន្តិបរੰសុខੰពុំមានសេចក្តីសុខណាស្មើនឹងសេចក្តីស្ងប់ឡើយ